ថាករណីធាតុកម្មខាងលើនេះគឺផ្ដើមឡើងចេញពីការខ្ចីកបិតថ្នោតបាទហើយក៏ទៅទាហើយគេវិញទៅក៏កើតឡើងទៅជាករណីធាតុកម្មដែលបណ្ដាលឲ្យជនសង្ស័យហ្នឹងគឺសម្លាប់ទៅលើឪពុករបស់គាត់គិតរហូតមកដល់ឥឡូវនេះរយៈពេលប្រហែលឆ្នាំហើយគិតមកដល់ឥឡូវដូចជាចង់3ឆ្នាំហើយបង3ឆ្នាំហើយណាចាបងចាបងខ្ញុំសូមគោរពដល់លោកអ៊ំមកឋនិនពីចងាយផងឲ្យកូនចៅសូមឲ្យគាត់ជួយដោយសារតែរឿងដែលបានកើតហើយវាដូចថាយើងមិនមែនជាអ្នករៀនច្បាប់អីដែលដឹងពីច្បាប់ទេអញ្ចឹងមានតែពឹងច្បាប់វិញហ៎បងបាទអញ្ចឹងសូមឲ្យគាត់ជួយរកយុត្តិធម៌ឲ្យខ្ញុំផងបើតែថាជនបង្កបានជាប់ទោសមែនប៉ុន្តែនៅក្នុងដាក់ក្នុងតុលាការចេញដីកាមកឲ្យបង្កប់ឲ្យសងជំងឺចិត្តប៉ុន្តែអត់ទាន់មានជំងឺចិត្តអញ្ចឹងគោលបំណងខ្ញុំមកនេះគឺដើម្បីតែទាជំងឺចិត្តនឹងមកវិញទេបងពួកអីបើសិនជាខ្ញុំអត់ចង់បានជំងឺចិត្តចង់បានពុកខ្ញុំត្រឡប់មកវិញក៏បានដែរបងបាទហើយបាទដើមហេតុគឺពុកខ្ញុំគឺជាអ្នកមានធ្វើស្កលមានកបិតថ្នោតមានកបិតអីចឹងណាបងគាត់ឲ្យគេខ្ចីអញ្ចឹងទៅពេលគាត់ទៅយកវិញគេអត់ឲ្យដល់ពេលទៅម្ដងទៀតទៅពេលយប់ចឹងគេក៏សម្លាប់គាត់ហើយគេយកសាកសពគាត់មកចោលក្នុងព្រៃអូបាទបន្តទៀតមកគេក៏ដើរប្រាប់ដូចជាប្រាប់ពូនៅក្នុងភូមិហ្នឹងថាឲ្យពុករបស់ខ្ញុំគឺផឹកសង្វឹងសម្រាប់ខ្លួនឯងចាក់សម្រាប់ខ្លួនឯងមិនដឹងទៅងាប់នៅណាទេឲ្យពូហ្នឹងដើររកសាកសពពេលព្រលឹមឡើងបានជាអ្នកចងគោឃើញសាកសពពុកខ្ញុំគឺនៅក្នុងកដាវាស្រែហ៎បងនៅពេលដែលយើងទៅឃើញស្ថានភាពសពរបស់ពុកបងប្អូនហ្នឹងគឺស្ថានភាពគឺស្លាប់ណាយ៉ាងម៉េចដែរចាស្ថានភាពគាត់គឺស្លាប់ហើយគឺយកបោះចោលកដាវាស្រែក្បែរទ្រង់ជ្រូករបស់គេបងគឺគេសម្លាប់ដោយវិធីណាដែរគឺកាប់បងកាប់ហ្មងណាចាបងកាប់ចាក់នៅនឹងកបិតថ្នោតហ្នឹងហ្មងចាកាប់មួយកបិតថ្នោតមួយខ្វៅដែលឲ្យគេខ្ចីហ្នឹងជនសង្ស័យនេះមានឈ្មោះដែរឈ្មោះអឹមទូចបងអឹមទូចអាយុប្រហែលជាប្រហែលដែរអាយុប្រហែលជា52ឆ្នាំ52ឆ្នាំជាប់ពុកប្អូនជាតលបាក់គ្នាបងអាយុប្រហែលជា50ដូចឆ្នាំដូចគ្នាបងជនសង្ស័យនឹងឪពុកប្អូនត្រូវជាមិននឹងគ្នានិយាយថាអ្នកស្លាប់ស្គាល់គ្នាស្និទ្ធស្នាលអញ្ចឹងក៏ឲ្យខ្ចីបងបើជាប់ជាសាច់ញាតិអីអត់មានទេអ្នកភូមិចិត្តគ្នាបងអ្នកភូមិជាមួយនឹងគ្នាណាចាអ្នកភូមិចិត្តគ្នាកម្លាំងសមត្ថកិច្ចបើការស្រាវជ្រាវណាចាបើការស្រាវជ្រាវក៏សួរអឹមទូចហ្នឹងអឹមទូចហ្នឹងក៏សារភាពថាគាត់បានធ្វើអញ្ចឹងមែនក្រោយមកក៏បានសម្លាប់សម្អាតនៅកន្លែងដែលគាត់សម្លាប់នឹងរួចរាល់គាត់ក៏លីសាកសពហ្នឹងបោះចោលនៅកន្លែងទ្រង់ជ្រូកហ្នឹងបងគាត់តែមានដឹងថាមុនឈានដល់ការសម្លាប់ឪពុករបស់ណៃហ្នឹងគឺនៅពេលដែលគាត់ទៅទាអាកបិតថ្នោតហ្នឹងគឺគាត់មានការតោះពាក្យសម្ដីយ៉ាងម៉េចបើទៅឈានដល់ការសម្លាប់គ្រាន់តែដឹងថាទៀតឲ្យហើយក៏បតៃបតប់គ្នាណាបងរឿងផ្សេងទៀតខ្ញុំក៏អត់អាចនិយាយបានឲ្យច្បាស់តែដឹងថាគាត់សម្លាប់នឹងដោយសារតែរឿងកបិតថ្នោតហ្នឹងបងបាទនៅពេលហ្នឹងគឺសម្រាប់ដោះស្រាយនៅក្នុងផ្នែកផ្លូវច្បាប់ដូចជាប្តឹងកាន់តុលាការរហូតមកដល់ពេលនេះគឺមានការដោះស្រាយយ៉ាងម៉េចហើយពេលដែលកើតហេតុហើយរយៈពេលបាន3ខែតុលាការចេញដីកាមកបង្គាប់ឲ្យឈ្មោះអឹមទូចនឹងសងជំងឺចិត្តបុកពុករបស់ខ្ញុំ25លានជាមួយនឹងការជាប់គុក12ឆ្នាំប៉ុន្តែរយៈពេលមកទល់សប្តាហ៍ថ្ងៃនេះគឺខ្ញុំមានតែលិខិតហ្នឹងទេអ្វីផ្សេងគឺខ្ញុំអត់ទទួលបានណាបងគឺទទួលបានតែដីកាហ្នឹងសម្រាប់សំណងផ្សេងគឺអត់ទទួលបានហើយដីកាហ្នឹងគឺវាស្ងាត់ទៀតអត់មានទាន់ឃើញពេលដែលខ្ញុំដាក់ពាក្យបណ្ដឹងសុំដីកាអនុវត្តទៅគឺបានតែដីកាអនុវត្តហ្នឹងទៅហើយលទ្ធផលចេញមកគឺអត់មានអីទៀតទេបងអត់មានអីទៀតទេចាអត់មានអីទៀតដឹងថាត្រូវធ្វើអីទៅមុខទៀតមិនដឹងក៏យើងមិនដឹងដែរព្រោះអីអាហ្នឹងជារឿងរបស់ច្បាប់តែដឹងថាបានតែដីកាឲ្យសុំអនុវត្តហ្នឹងទៅបានតែកាន់ដីកាអនុវត្តហ្នឹងទៀតបានអីមួយវិញទៀតទេបងឥឡូវនេះគឺបងអូនមានអីសំណូមពរទៅកាន់ផ្នែកច្បាប់ជាពិសេសគឺប្រព័ន្ធតុលាការគឺខេត្តកំពតដើម្បីផ្ដល់នៅភាពយុត្តិធម៌ជូនទៅកាន់ក្រុមគ្រួសារបងអូនឥឡូវនេះឪពុកបងអូនគឺបានស្លាប់បាត់ហើយជនសង្ស័យក៏បានជាប់ពន្ធនាគារដែរបាទប៉ុន្តែអ្វីដែលយើងមិនទាន់ទទួលបាននោះគឺសំណងគឺ25លានដែលតុលាការសម្រេចនៅក្នុងការឲ្យជនជាប់ចោទនោះបាទព្រោះអីជាប់គុកបាត់ហើយឥឡូវនេះបាទហៅថាជនជាប់ចោទហើយជនល្មើសហើយបាទក្រុមគ្រួសារជនល្មើសហើយក្រុមគ្រួសារជនល្មើសនោះដើម្បីឲ្យសងសំណងមកកាន់ក្រុមគ្រួសារបងប្អូននេះចាបងអើយសូមឲ្យតុលាការខេត្តកំពតជួយសើរើក្តីនឹងលុយព្រោះអីវារៀងយូរដែរហើយសូមឲ្យគាត់ធ្វើតាមនៅដីកាដែលបានបញ្ជាក់ថាឲ្យជនបង្កនឹងសងមកខាងខ្ញុំ25លានណាបងសូមឲ្យតែគាត់សងប៉ុណ្ណឹងឲ្យជួយពន្លឿនរឿងក្តីនឹងព្រោះអីខ្ញុំអត់ដែររកអ្នកព័ត៌មានអត់ដែររកអីទេដោយសារតែគាត់ថាច្បាប់គាត់ចេះធ្វើការហើយបងអញ្ចឹងយើងក៏អត់ចាំបាច់ទៅនេះទៀតដែរតែគាត់ក៏ហៅគឺយើងទៅហើយតែវាដូចយូរដែរហើយដូចជាអត់មានឃើញតណាតណៃអីសោះអញ្ចឹងអត់ខ្ញុំមកពឹងបងហ៎បងបាទទឹកពីសាហាយថេកដើម្បីសុខភាពលោកអ្នកបាទប្រិមត្តទូទៅជនយើងបាទគឺមានករណីធាតុកម្មមួយបាទកើតឡើងគឺរយៈពេលគឺចូល3ឆ្នាំមកហើយបាទគឺស្ថិតនៅក្នុងខេត្តស្រុកជុំការីខេត្តកំពតប្រិមត្តទូទៅជនបើតាមការបញ្ជាក់ពីប្អូនស្រីផ្ទាល់បាទថាករណីធាតុកម្មខាងលើនេះគឺផ្ដើមឡើងចេញពីការខ្ចីកបិតថ្នោតបាទហើយក៏ទៅទាហើយគេវិញទៅក៏កើតឡើងទៅជាករណីធាតុកម្មដែលបណ្ដាលឲ្យជនសង្ស័យហ្នឹងគឺ
បានសម្លាប់ទៅលើឪពុករបស់គាត់បាទជំរាបសួរបង ចាជំរាបសួរបង បាទអូនអាចជួយបញ្ជាក់តិចមើលទៅរឿងរ៉ាវករណីឃាតកម្មខាងលើនេះគឺកើតឡើងនៅក្នុងថ្ងៃណាដែរហើយកើតឡើងនៅភូមិណាស្រុកណាដែរ ចាបងសម្រាប់រឿងក្តីនេះកើតនៅភូមិដំណាក់ជាក្រមឃុំស្នែងចិត្តស្រុកជុំគិរីខេត្តកំពតបង នៅក្នុងថ្ងៃណាដែរ ចាំថ្ងៃបង អត់ចាំទេ ចាបង បាទគិតរហូតមកដល់ឥឡូវនេះរយៈពេលប្រហែលឆ្នាំហើយ គិតមកដល់ឥឡូវដូចជាចង់3ឆ្នាំហើយបងតែខ្ញុំគាត់តែដឹងថាថ្ងៃបុណ្យ7ថ្ងៃបើគាត់ចំថ្ងៃ14ខែមិថុនាបង បាទឥឡូវបើតាមបងគិតថាចិត្តគិតចូលឥឡូវនេះគឺចូលចិត្ត3ឆ្នាំហើយណា ចាបងចា បាទអូនអាចជួយបញ្ជាក់ទីបានទេតើករណីឃាតកម្មខាងលើនេះគឺផ្ដើមចេញឡើងពីមូលហេតុអ្វីបានជាជនសង្ស័យធ្វើការសម្លាប់លើឪពុករបស់បងអូន ដើមហេតុគឺពុកខ្ញុំគឺជាអ្នកមានធ្វើស្កលមានកបិតថ្នោតមានកបិតអីចឹងណាបងគាត់ឲ្យគេខ្ចីអញ្ចឹងទៅពេលគាត់ទៅយកវិញគេអត់ឲ្យដល់ពេលទៅម្ដងទៀតទៅពេលយប់ចឹងគេក៏សម្លាប់គាត់ហើយគេយកសាកសពគាត់មកចោលក្នុងព្រៃ អូបាទបន្តទៀត មកគេក៏ដើរប្រាប់ដូចជាប្រាប់ពូនៅក្នុងភូមិហ្នឹងថាឲ្យពុករបស់ខ្ញុំគឺផឹកសបឹងសម្រាប់ខ្លួនឯងចាក់សម្រាប់ខ្លួនឯងមិនដឹងទៅងាប់នៅណាទេឲ្យពូនឹងដើររកសាកសពពេលព្រលឹមឡើងបានជាអ្នកចងគោឃើញសាកសពពុកខ្ញុំគឺនៅក្នុងកណ្ដាលវាស្រែហ៎បង បាទនៅពេលដែលយើងទៅឃើញស្ថានភាពសពរបស់ពុកបងប្អូនហ្នឹងគឺស្ថានភាពគឺស្លាប់យ៉ាងម៉េចដែរ ចាស្ថានភាពគាត់គឺស្លាប់ហើយគឺយកបោះចោលកណ្ដាលវាស្រែក្បែរត្រង់ជ្រូករបស់គេបង គឺគេសម្លាប់ដោយវិធីណាដែរ គឺកាប់បង កាប់ហ្មងណា ចាបង កាប់ចាក់នៅនឹងកបិតថ្នោតហ្នឹងហ្មង ចាកាប់មួយកបិតថ្នោតមួយខ្វៅដែលឲ្យគេខ្ចីហ្នឹង ជនសង្ស័យនេះមានឈ្មោះដែរ ឈ្មោះអឹមទូចបង អ៊ំទូចអាយុប្រហែលជាប្រហែលដែរ អាយុប្រហែលជា52ឆ្នាំ 52ឆ្នាំជាប់ពុកបងអូន ជាទៅលបាក់គ្នាបងអាយុប្រហែលជា50ដូចឆ្នាំដូចគ្នាបង ជនសង្ស័យនឹងឪពុកបងអូនត្រូវជាមិននឹងគ្នា របៀបថាអ្នកស្លាប់ស្គាល់គ្នាស្និទ្ធស្នាលអញ្ចឹងក៏ឲ្យខ្ចីបងបើជាប់ជាសាច់ញាតិអីអត់មានទេអ្នករបៀបអ្នកភូមិចិត្តគ្នាបង អ្នកភូមិជាមួយនឹងគ្នាណា ចាអ្នកភូមិចិត្តគ្នា បាទអញ្ចឹងក្រោយពីកើតហេតុហ្នឹងក៏កម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវណា ចាបើការស្រាវជ្រាវក៏សួរអឹមទូចហ្នឹងតើអឹមទូចហ្នឹងក៏សារភាពថាគាត់បានធ្វើអញ្ចឹងមែនក្រោយមកក៏បានសម្លាប់សម្អាតនៅកន្លែងដែលគាត់សម្លាប់នឹងរួចរាល់គាត់ក៏លីសាកសពហ្នឹងបោះចោលនៅកន្លែងត្រង់ជ្រូកហ្នឹងបង បាទអូនមានដឹងទេថាមុនឈានដល់ការសម្លាប់ឪពុករបស់ណៃហ្នឹងគឺនៅពេលដែលគាត់ទៅទាកបិតថ្នោតហ្នឹងគឺគាត់មានការតោះពាក្យសម្ដីយ៉ាងម៉េចបើទៅឈានដល់ការសម្លាប់ គ្រាន់តែដឹងថាទៀតឲ្យហើយក៏បតៃបតបគ្នាណាបងរឿងផ្សេងៗទៀតខ្ញុំក៏អត់អាចនិយាយបានឲ្យច្បាស់តែដឹងថាគាត់សម្លាប់នឹងដោយសារតែរឿងកបិតថ្នោតហ្នឹងបង បាទអញ្ចឹងផ្ដើមចេញគឺដោយសារតែរឿងទៅទាកបិតថ្នោតដោយសារតែជនសង្ស័យមកខ្ចីកបិតថ្នោតពីឪពុករបស់បងអូន ចា បាទក៏យើងគ្រាន់តែទៅទាកបិតហ្នឹងសោះក៏ទៅជាករណីឃាតកម្មទៅអញ្ចឹង ចាបងចា នៅពេលហ្នឹងគឺសម្រាប់ដោះស្រាយនៅក្នុងផ្នែកផ្លូវច្បាប់ដូចជាប្តឹងកាន់តុលាការរហូតមកដល់ពេលនេះគឺមានការដោះស្រាយយ៉ាងម៉េចហើយ ពេលដែលកើតហេតុហើយរយៈពេលបាន3ខែតុលាការចេញដីកាមកបង្គាប់ឲ្យឈ្មោះអឹមទូចនឹងសងជំងឺចិត្តមកពុករបស់ខ្ញុំ25លានជាមួយនឹងការជាប់គុក12ឆ្នាំ បាទ ប៉ុន្តែរយៈពេលមកទល់សប្តាហ៍ថ្ងៃនេះគឺខ្ញុំមានតែលិខិតហ្នឹងទេអ្វីផ្សេងៗគឺខ្ញុំអត់ទទួលបានណាបងគឺទទួលបានតែដីកាហ្នឹងសម្រាប់សំណងផ្សេងៗគឺអត់ទទួលបានហើយដីកាហ្នឹងគឺវាស្ងាត់ទៀតទៅអត់មានទាន់ឃើញពេលដែលខ្ញុំដាក់ពាក្យបណ្ដឹងសុំដីកាអនុវត្តទៅគឺបានតែដីកាអនុវត្តហ្នឹងទៅហើយលទ្ធផលចេញមកគឺអត់មានអីទៀតទេបង អត់មានអីទៀតទេ ចាអត់មានអីទៀតដឹងថាត្រូវធ្វើអីទៅមុខទៀតមិនដឹងក៏យើងមិនដឹងដែរព្រោះអីអាហ្នឹងជារឿងរបស់ច្បាប់តែដឹងថាបានតែដីកាឲ្យសុំអនុវត្តហ្នឹងទៅបានតែកាន់ដីកាអនុវត្តហ្នឹងទៀតបានអីមួយវិញទៀតទេបង ឥឡូវនេះគឺបងអូនមានអីសំណូមពរទៅកាន់ផ្នែកច្បាប់ជាពិសេសគឺប្រព័ន្ធតុលាការគឺខេត្តកំពតដើម្បីផ្ដល់នៅភាពយុត្តិធម៌ជូនទៅកាន់ក្រុមគ្រួសារបងអូនឥឡូវនេះឪពុកបងអូនគឺបានស្លាប់បាត់ហើយជនសង្ស័យក៏បានជាប់ពន្ធនាគារដែរបាទប៉ុន្តែអ្វីដែលយើងមិនទាន់ទទួលបាននោះគឺសំណងគឺ25លានដែលតុលាការសម្រេចនៅក្នុងការឲ្យជនជាប់ចោតនោះបាទព្រោះអីជាប់គុកបាត់ហើយឥឡូវនេះបាទហៅថាជនជាប់ចោតហើយជនល្មើសហើយបាទក្រុមគ្រួសារជនល្មើសហើយក្រុមគ្រួសារជនល្មើសនោះដើម្បីឲ្យសងសំណងមកកាន់ក្រុមគ្រួសារបងប្អូននេះ ចាបងអើយសូមឲ្យតុលាការខេត្តកំពតជួយសើរើក្តីនឹងលុយព្រោះអីវារៀងយូរដែរហើយសូមឲ្យគាត់ធ្វើតាមនៅដីកាដែលបានបញ្ជាក់ថាឲ្យជនបង្កនឹងសងមកខាងខ្ញុំ25លានណាបងសូមឲ្យតែគាត់សងប៉ុណ្ណឹងឲ្យជួយពន្លឿនរឿងក្តីនឹងព្រោះអីខ្ញុំអត់ដែររកអ្នកព័ត៌មានអត់ដែររកអីទេដោយសារតែគិតថាច្បាប់គាត់ចេះធ្វើការហើយបងអញ្ចឹងយើងក៏អត់ចាំបាច់ទៅនេះទៀតដែរតែគាត់ក៏ហៅគឺយើងទៅហើយតែវាដូចយូរដែរហើយដូចជាអត់មានឃើញតណាតណីអីសោះអញ្ចឹងបានខ្ញុំមកពឹងបងហ៎បង បាទហើយឥឡូវនេះអូនមានអីសំណុំពរបន្ថែមទៅកាន់លោកអាបាខេត្តកំពតគឺអាដាមម៉ៅធនិនដើម្បីគាត់ជួយ
រោគយុទ្ធធរដោយសារតែលោកគឺជាឪពុកម្ដាយនៅក្នុងខេត្តកពតនេះផ្ទាល់តែម្ដងដែលតែងតែរកយុទ្ធធរជូនបងប្អូនប្រជាពលរដ្ឋនៅពេលដែលជួបបញ្ហាជួបវិបត្តិអីផ្សេងអញ្ចឹងប្រិមត្តទូទាំងជនយើងបាទហើយដើម្បីឲ្យគាត់ជួយរកយុទ្ធធរបន្ថែមជូនក្រុមគ្រួសារបងប្អូន ចាបងខ្ញុំសូមគោរពដល់លោកអ៊ំមកឋានិនពីចងាយផងឲ្យកូនចៅសូមឲ្យគាត់ជួយដោយសារតែរឿងដែលបានកើតហើយវាដូចថាយើងមិនមែនជាអ្នករៀនច្បាប់អីដែលដឹងពីច្បាប់ទេអញ្ចឹងមានតែពឹងច្បាប់វិញទេបងបាទអញ្ចឹងសូមឲ្យគាត់ជួយរកយុត្តិធម៌ឲ្យខ្ញុំផងបើតែថាជនបង្កបានជាប់ទោសមែនប៉ុន្តែនៅក្នុងដាក់ក្នុងតុលាការចេញដីកាមកឲ្យបង្កប់ឲ្យសងជំងឺចិត្តប៉ុន្តែអត់ទាន់មានជំងឺចិត្តអញ្ចឹងគោលបំណងខ្ញុំមកនេះគឺដើម្បីតែទាជំងឺចិត្តនឹងមកវិញទេបងពួកអីបើសិនជាខ្ញុំអត់ចង់បានជំងឺចិត្តចង់បានពុកខ្ញុំត្រឡប់មកវិញក៏បានដែរបងបាទត្រូវហើយបាទអញ្ចឹងរឿងរ៉ាវនេះយើងសង្ឃឹមថាការផ្សព្វផ្សាយនេះបាទផ្នែកប្រព័ន្ធផ្លូវច្បាប់បាទខ្ញុំមិនជាអ្នកច្បាប់ទេខ្ញុំក៏មិនទៅជាចេះច្បាប់អីប្រហែលដែរបាទប្រិមត្តទូទាំងជនយើងខ្ញុំតំណែងជាអ្នកសារព័ត៌មានផ្សព្វផ្សាយទៅដើម្បីឲ្យខាងផ្នែកច្បាប់បើបានឃើញហើយសូមមេត្តាជួយរកបាទយុទ្ធធរជូនទៅកាន់ក្រុមគ្រួសារសាច់ញាតិផងបាទដោយសារតែឪពុកស្លាប់បាត់ហើយឥឡូវនេះត្រូវបានធាតុករខាងលើនឹងសម្លាប់បាទហើយអ្វីដែលគ្នាមិនតាន់បានទទួលនោះគឺសំណងដែលគេត្រូវបានសម្លាប់ទៅលើឪពុករបស់ខ្លួនបាទដែលគ្នាដែលជាជនរងគ្រោះខណៈទៅទាកបិតពីគេវិញបាទមិនដឹងថាបន្ទុះសារាយដើម្បីឈានទៅដល់ការចាក់សម្លាប់ហើយយកសពយកទៅបោះចោលហើយដល់ប្រាប់អ្នកភូមិថាគាត់សម្លាប់ខ្លួនឯងបាទអញ្ចឹងគឺក៏កម្លាំងសមត្ថកិច្ចក៏អរគុណទៅដល់កម្លាំងសមត្ថកិច្ចខេត្តកំពតដែរដែលធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បាទដែលកំណត់បាទឃើញថាកំណត់អត្តសញ្ញាណឃើញថាជនសង្ស័យខាងលើគឺបានចាក់សម្លាប់ទៅលើជនរងគ្រោះបាទប្រិមត្តទូទាំងជនបាទឥឡូវនេះយើងសង្ឃឹមថាការផ្សព្វផ្សាយនេះនឹងបានជ្រាបនឹងបានដឹងទៅកាន់ប្រព័ន្ធតុលាការខេត្តកំពតដើម្បីរកភាពយុត្តិធម៌ជូនទៅកាន់គ្រួសាររបស់ជនរងគ្រោះប្រិមត្តទូទាំងជនឥឡូវយើងក៏សូមឲ្យធ្វើការបិទបញ្ចប់នៅការផ្សាយត្រឹមនេះសូមអរគុណសូមគោរពលា ស្រេកទឹកមែនញ៉ាំ High Tech វិញទឹកពីសាហាយ Tech ដើម្បីសុខភាពលោកអ្នក